សូមជូនរឿងវិញ្ញាណខ្មោចក្នុងក្រឡមានផ្ទះខ្ទមមួយដែលសាងសង់នៅកណ្ដាលព្រៃដែលមានចម្ងាយឆ្ងាយពីទីប្រជុំជនរបស់អ្នកភូមិហើយខ្ទមនេះជារបស់ប្តីប្រពន្ធមួយគូដែលមានឈ្មោះថាណាតនិងរៃនិងណាតពួកគាត់មានមុខរបរជាអ្នកបរបាញ់សត្វនិងដើរបែបផ្សិតយកទៅលក់នៅឯទីប្រជុំជនខណៈដែលរៃគាត់តែងតែដើរចូលព្រៃតាំងពីព្រលឹមដើម្បីទៅរកផ្សិតហើយត្រឡប់មកផ្ទះវិញនៅពេលល្ងាចដែលគាត់តែងតែធ្វើបែបនេះជាប្រចាំថ្ងៃនេះរៃបានចេញទៅរកផ្សិតជាធម្មតារហូតដល់ពេលថ្ងៃរសៀលជ្រេបន្តិចទើបរៃដើរសំដៅទៅទឹកអូរដែលនៅកណ្ដាលព្រៃគាត់តែងតែយកផ្សិតនិងបន្លែទៅលាងសម្អាតនៅទីនោះហើយគាត់បន្ទាប់ពីលាងសម្អាតបន្លែហើយនឹងផ្សិតរួចគាត់តែងតែសម្រាកនៅក្រោមដើមឈើធំមួយនៅមាត់អូរនោះពេលកំពុងតែអង្គុយសម្រាករៃក៏ចោលភ្នែកក្រឡេកមើលទៅឃើញក្រឡដីឥដ្ឋចាស់មួយដែលអណ្ដែតនៅមាត់ច្រាំងដែលមានកណាត់យន្តចាស់មួយចងភ្ជាប់ទៅនឹងគម្របរបស់វារៃដែលឃើញដូច្នេះគាត់ក៏បានលូកដៃទៅឲ្យកណាត់យន្តនោះហើយមើលទៅផ្នែកខាងក្នុងដោយមានការសង្ស័យទោះជាគាត់បានព្យាយាមសង្កេតមើលយ៉ាងណាប៉ុន្តែនៅតែរកអ្វីប្លែកក្នុងនោះមើលមិនឃើញសោះដោយជំនួសមកវិញឃើញតែកំទេចផេះតែប៉ុណ្ណោះព្រោះពេលដែលគាត់ឃើញដំបូងរៃគាត់បានគិតថាប្រហែលជានៅក្នុងកន្លោនោះមានចិញ្ចៀនមាសប្រាក់និងកែវកងជាមិនខានពេលមើលរួចវាមិនបានដូចអ្វីដែលរៃបានរំពឹងទុកនោះទេគឺក្នុងកន្លោនោះវាគ្រាន់តែជាក្រឡដីឥដ្ឋធម្មតារៃក៏បានបោះក្រវែងកន្លោនោះចោលទៅកណ្ដាលទឹកអូរដោយមិនខ្វាយខ្វល់អ្វីឡើយពេលក្រវែងចោលរួចគាត់ក៏បានដើរចេញពីទីនោះក៏ស្រាប់តែក្រឡនោះលេចចេញនៅផ្សែងពណ៌សហើយប្រែคล้ายទៅជានារីវ័យក្មេងម្នាក់ដែលនៅកណ្ដាលទឹកអូរនោះនាងបានឈរសម្លឹងទៅរៃពីខាងក្រោយដោយរៃមិនបានដឹងខ្លួនឡើយបន្ទាប់មករៃក៏បានទៅហូបបាយថ្ងៃត្រង់ហើយក៏បានសម្រាកនៅក្រោមដើមឈើលងលក់អស់មួយសន្ទុះទើបគាត់ភ្ញាក់ពីដំណេកវិញក្រោយពីភ្ញាក់ពីដំណេកគាត់ក្រឡេកមើលឃើញនារីម្នាក់ដែលកំពុងតែងូតទឹកនៅកណ្ដាលអូរគាត់ប្រញាប់រត់ពួនមកឈរពីក្រោមដើមឈើឆ្ងាយពីនោះមុននឹងងើបមុខចេញយឺតដើម្បីមើលនារីនោះម្ដងទៀតដោយលួចលាក់រៃគាត់បានសម្លឹងមើលរាងកាយនារីនោះដោយមិនដាក់ភ្នែកវាហាក់ដូចជាគាត់ស្ថិតនៅកន្លែងមួយដែលបានឃើញទេពអប្សរមកងូតទឹកលេងមួយសន្ទុះក្រោយមកនារីវ័យក្មេងនោះក៏ងើបចេញពីទឹកបន្ទាប់មកនាងក៏បានដើរចូលទៅក្នុងព្រៃនៃត្រើយម្ខាងនៃទឹកអូររៃមិនស្ទាក់ស្ទើរឡើយនៅពេលនោះហើយគាត់ក៏បានចេញពីការលាក់ខ្លួនដើរទៅតាមពីក្រោយនាងរៃគាត់បានដើរតាមនារីនោះពីខាងក្រោយហើយគាត់បានដើរលបហាក់ដូចជាខ្លាចនារីនោះឃើញអញ្ចឹងរហូតដល់បានជួបនឹងខ្ទមមួយដែលស្ថិតនៅកណ្ដាលព្រៃកំពុងតែលបមើលសុករៃមានការភ្ញាក់ផ្អើលពេលឮសំឡេងមួយដែលចេញពីខាងក្រោយខ្នងរបស់គាត់ហើយម្នាក់នោះគឺជានារីម្នាក់ដែលបានងូតទឹកអូរដែលរៃបានលួចមើលអំបានមិញនោះឯងដោយសួរមកថាតើអ្នកមកពីណាតើមានការអីដោយសារតែមិនដែលបានឃើញស្រីស្អាតពីមុនមករៃក៏មានអាការៈមួយអឹមអៀនរៃបានត្រឹមតែសម្លឹងទៅមើលដៃរបស់នាងតែប៉ុណ្ណោះដោយមិនហ៊ានទៅមើលមុខនារីនោះចំឡើយមុនពេលដែលគាត់ប្រថុយប្រឋាននិយាយចេញមកលាក់បាំងអីខ្ញុំបានលួចមើលនាងតាំងពីនាងងូតទឹកអូរមកម្លេះហើយដល់ឃើញសម្រស់របស់នាងស្អាតទើបខ្ញុំតាមមកដល់ទីនេះនឹងណាខ្ញុំក៏មិនដែលបានឃើញអ្នកណាមកទីនេះពីមុនមកដែរតើមានអ្នកណារស់នៅទីនេះទៀតអត់ខ្ញុំឈ្មោះថារៃទើបតែមកដល់ទីនេះជាលើកដំបូងខ្ញុំបានមកទីនេះយូរហើយតែមិនបានដឹងថានៅទីនេះមានផ្ទះនិងមានមនុស្សរស់នៅសោះអូប្រហែលជានិស័យហើយតើមានអ្វីឲ្យខ្ញុំជួយអ្នកបានទេអ្នកអាចប្រាប់ខ្ញុំមកបើមិនតោះខុសអីទេអញ្ជើញចូលទៅផ្ទះខ្ញុំពិសាទឹកសិនមកនាងបាននិយាយដោយស្នាមញញឹមផ្អែមល្ហែមហើយផ្ញើក្រសែភ្នែកទៅរៃមុននឹងដើរឡើងចូលទៅលើផ្ទះរបស់នាងរៃបានមើលនាងពីខាងក្រោយដោយក្រសែភ្នែកងឿងឆ្ងល់គាត់ក៏បានដើរតាមនារីម្នាក់នោះពីខាងក្រោយដោយមិនស្ទាក់ស្ទើររៃនៅពេលនេះគាត់មិនអាចទប់អារម្មណ៍នឹងរាងកាយដ៏ស្រឡូនរបស់នាងម្នាក់នោះបានឡើយគាត់ក៏បានស្ទុះទៅអោបនាងពីខាងក្រោយអ្វីត្បិតតែនាងមើលទៅហាក់ដូចជាអៀនខ្មាស់ប៉ុន្តែនាងមិនបានបដិសេធសេចក្តីប្រាថ្នារបស់រៃឡើយនាងក៏បានប្រគល់ខ្លួនទៅឲ្យរៃនៅគ្រានោះទៅ
ចំណែកនៅខាងណាតវិញដែលអង្គុយរងចាំប្តីរហូតដល់ពេលនេះប៉ុន្តែគាត់នៅតែមិនបានឃើញប្តីត្រឡប់មកវិញសោះនាងចាប់ផ្ដើមមានអារម្មណ៍មិនល្អប៉ុន្តែភ្លាមនោះរៃក៏បានដើរហួចកាត់ព្រៃមកផ្ទះទាំងអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដូចជាមិនដែលមានអារម្មណ៍រីករាយដូចពេលនេះទេរៃក៏បានយកត្រីធំៗ3ក្បាលមកបង្អួតដល់ប្រពន្ធរបស់គាត់ណាតអូនឆាប់យកត្រីនេះទៅចម្អិនទៅមើលណែត្រីធំណាណាតនាងបានឃើញប្តីរបស់ខ្លួនមកជាមួយត្រីដូច្នេះនាងក៏មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងរហូតដល់ភ្លេចខ្លួនថាឆ្ងល់ហេតុអ្វីបានប្តីទើបនឹងមកផ្ទះនៅពេលនេះណាតនាងបានធ្វើអាហារនៅពេលល្ងាចដូចសពដងប៉ុន្តែថ្ងៃនេះរៃហាក់ដូចជាមានអារម្មណ៍ល្អជាពិសេសខុសរាល់ដងរហូតទៅដល់ណាតពេលនោះគាត់មានអារម្មណ៍ថាប្តីរបស់នាងដូចជាប្លែកប៉ុន្តែនាងមិនបានសួរអ្វីឡើយបន្ទាប់ពីថ្ងៃនោះរៃបានភ្ញាក់ពីព្រលឹមរាល់ថ្ងៃដើម្បីប្រញាប់ចូលព្រៃប៉ុន្តែគាត់មិនបានដើររកផ្សិតដូចពីមុនទៀតទេគាត់បានដើរចូលទៅផ្ទះនារីនោះដោយចេតនារបស់គាត់ហើយរួមមានត្រីជាមួយនាងជារៀងរាល់ថ្ងៃឥឡូវនេះរៃគាត់បានលងស្រឡាញ់នារីចម្លែកម្នាក់នោះរហូតងើបក្បាលមករួចហើយរៃកំពុងតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាងដោយមិនឲ្យណាតនាងដឹងខ្លួនឡើយរៃបានទៅលួងលោមប្រឡោមស្នេហ៍ជាមួយនារីនោះរាល់ថ្ងៃពួកគេបានរស់នៅជាមួយគ្នាដោយសម្ងាត់នៅក្នុងព្រៃនៃម្ខាងនៃទឹកអូអស់រយៈពេលជិត1ខែហើយចាប់តាំងពីពេលនោះមករៃគាត់បានទៅផ្ទះវិញដោយមិនមានអ្វីមកជាមួយឡើយរហូតទៅដល់ណាតដែលជាប្រពន្ធចាប់ផ្ដើមសង្ស័យចំពោះប្តីក៏មានចំនួនរហូតដល់ថ្ងៃមួយណាតបានរងចាំប្តីរហូតទៅដល់យប់ជ្រៅតែមិនឃើញប្តីរបស់ខ្លួនវិលត្រឡប់មកផ្ទះវិញសោះដោយក្តីព្រួយបារម្ភនាងគិតថាក្រែងមានរឿងអាក្រក់កើតឡើងចំពោះប្តីណាតក៏រត់ស្កាត់មកជួបនឹងផ្ទះលោកអ៊ំហាក់ដែលជាគ្រូមុនអាគមខ្លាំងពូកែអ៊ំហាក់គាត់ជាមេភូមិហើយក៏ជាមនុស្សដែលមានមុនអាគមរហូតទៅដល់អ្នកភូមិក៏រូបគាត់ខ្លាំងណាស់ណាតនាងបានប្រាប់រឿងរ៉ាវប្តីរបស់នាងដែលចូលព្រៃហើយបាត់នៅក្នុងព្រៃដែលមិនឃើញត្រឡប់មកផ្ទះវិញដូច្នេះអ៊ំហាក់គាត់បានធ្វើវិធីសមាធិដើម្បីប្រើញៀនស្វែងរករៃបានបន្តិចអ៊ំហាក់គាត់ក៏បានបើកភ្នែកឡើងរួចក៏និយាយថាតែគេជានរណាគាត់ជាប្តីរបស់ខ្ញុំ ប្តីរបស់ឯងពេលនេះត្រូវបានខ្មោចយកធ្វើជាប្តីហើយបើមិនប្រញាប់ជួយវាទេគ្មានថ្ងៃអាចត្រឡប់មកវិញបានឡើយគេត្រូវខ្មោចសណ្ដំមុនស្នេហ៍ហើយនៅយប់នោះអ៊ំហាក់បាននាំណាតចូលទៅក្នុងព្រៃដោយដែលអ្វីដែលគាត់បាននិមិត្តឃើញដោយការសមាធិដោយការគិតរបស់គាត់បន្ទាប់ពីពួកគាត់ទាំងពីរបានទៅដល់មាត់អូនោះពួកគាត់បានឃើញនៅរបស់របររបស់ប្តីដែលបានទុកចោលនៅត្រើយម្ខាងនៃទឹកអូលោកអ៊ំហាក់បាននាំណាតដើរកាត់ខ្សែទឹកអូទៅត្រើយម្ខាងទៀតណាតគាត់បានដើរក្បែរអ៊ំហាក់រួចឆ្លងទឹកអូទៅត្រើយម្ខាងទៅផ្ទះគូស្នេហ៍របស់រៃនៅកន្លែងនោះគឺពោពេញទៅដោយព្រៃឈើដុះស្អេកស្កះណាតនាងបានដើរខាងក្រោយលំអ៊ំហាក់រហូតទៅដល់ផ្ទះខ្មោចដែលជាគូស្នេហ៍របស់រៃអ៊ំហាក់និងណាតខំសម្លឹងទៅមើលផ្លូវខាងមុខនៅក្នុងព្រៃក៏បានឃើញរៃកំពុងតែអង្គុយញញឹមអោបតែសាកសពខ្មោចនៅក្នុងដៃខ្មោចនោះវាបានញញឹមនិងអត់និយាយជាមួយនឹងអ្នកណាម្នាក់នោះឡើយពេលដែលណាតនាងក្រឡេកមើលទៅឃើញច្បាស់ទើបដឹងថានាងនោះប្រកាសជាខ្មោចដែលសណ្ដំប្តីរបស់ខ្លួនឲ្យលងស្រឡាញ់ងើបក្បាលមករួចនារីនោះមានមុខមាត់គួរឲ្យខ្លាចរាងកាយខ្មៅគ្របដណ្ដប់ទៅដោយរាងកាយសំពីងសំពងចាប់អោបថើមប្តីរបស់នាងហើយខណៈនោះខ្មោចនោះវាបានដឹងថាពួកគេនៅទីនោះវាក៏បានសម្លឹងមើលទៅពួកគេហើយនិយាយថាតែពួកឯងជានរណាឆាប់ចេញពីផ្ទះរបស់យើងភ្លាមកុំសាំងកម្មផលជាមួយគ្នាទៀតអីនាងខ្មោចមនុស្សនឹងខ្មោចមិនអាចរស់នៅជាមួយគ្នាបានទេឆាប់ចេញទៅនេះជាប្តីរបស់ខ្ញុំនឹងយកគេទៅជាមួយវិញ្ញាណអាក្រក់មិនខ្លាចអ្វីទាំងអស់បន្ទាប់មកលោកអ៊ំហាក់គាត់ក៏បានយកអង្គរសិលដែលបានបូជាចេញពីថង់យាមរបស់គាត់មុននឹងធ្វើពិធីសូត្រមន្តរួចបាចទៅលើខ្មោចនោះរហូតដល់វិញ្ញាណនោះត្រូវបានរលាកក្តៅក្រហល់ក្រហាយហើយស្រែកឡើងយ៉ាងឈឺជុកចាប់ឯងធ្វើអីនឹងប្រពន្ធរបស់ខ្ញុំនឹងនោះនាងមិនមែនជាមនុស្សទេបើអ្នកនៅតែមិនចង់ស្លាប់ឆាប់ដើរថយក្រោយមកលោកអ៊ំហាក់បានសូត្រមន្តគាថាហើយបាចអង្គរសិលទៅលើវាម្ដងទៀតធ្វើឲ្យរៃនិងខ្មោចនោះ
នៅស្ងៀមហើយចាប់ផ្ដើមស្រត់ចុះពីស្រីស្អាតកសែភ្នែករបស់រៃคล้ายទៅជាខ្មោចដែលប្រែទៅជាស្បែកជ្រាវជ្រួញរំពេចនោះរៃក៏បានអស់មុនសណ្ដំរបស់ខ្មោចធ្វើឲ្យរៃមានការភិតភ័យយ៉ាងខ្លាំងរួចក៏ច្រានខ្មោចនោះចេញ បងសំឡាញ់ជួយអូនផង ណាតឆាប់យកប្តីរបស់ឯងចេញពីខ្មោចនោះភ្លាមមក ណាតក៏ប្រញាប់ទាញរៃចេញតាមអ្វីដែលលោកអ៊ំហាក់បញ្ជាឥឡូវនេះរៃគាត់បានត្រកស្លុតហើយសន្លប់បាត់បង់ស្មារតីលោកអ៊ំហាក់គាត់បានយកក្រឡដីឥដ្ឋចេញពីថង់យាមរបស់គាត់មុននឹងគាត់អង្គុយចុះហើយសូត្រមន្តគាថាឲ្យមានផ្គររន្ទះបន្លឺឡើងមកពីគ្រប់ទិសទីខណៈសម្រែកខ្មោចបានបន្លឺពេញព្រៃនាងបានព្យាយាមអង្វរឲ្យរៃជួយដល់នាងថារាងកាយរបស់នាងជិតរលាយទៅតាមផ្សែងហើយតែយ៉ាងណារៃក៏មិនបានជួយឡើយបន្ទាប់មកក្រឡអាគមក៏បានបឺតវិញ្ញាណអាក្រក់នោះចូលទៅក្នុងក្រឡនោះបាត់បន្ទាប់ពីដួងវិញ្ញាណនោះបានចូលទៅក្នុងក្រឡនោះហើយលោកអ៊ំហាក់ក៏បានយកវាទៅកប់នៅកណ្ដាលព្រៃក្រាស់លោកអ៊ំហាក់គាត់បានយកក្រណាត់យ័ន្តទៅបិទនឹងមាត់ក្រឡដោយប្រើខ្សែរុំយ៉ាងតឹងដើម្បីដាក់គុកវិញ្ញាណខ្មោចនោះកុំឲ្យវាគេចខ្លួនរួចទៀតនៅព្រឹកបន្ទាប់ណាតបាននាំរៃទៅជួបនឹងលោកអ៊ំហាក់នៅឯផ្ទះដើម្បីធ្វើពិធីបញ្ជិះរឿងអាក្រក់បន្ទាប់ពីរៃបានដឹងខ្លួនឡើងវិញគាត់បានប្រាប់ណាតនិងលោកអ៊ំហាក់អំពីអ្វីៗដែលគាត់បានជួបប្រទះឲ្យបានស្ដាប់តែក្រោយមកលោកអ៊ំហាក់គាត់ក៏បានប្រាប់ទៅរៃវិញថានាងខ្មោចនោះមានឈ្មោះថានាងសាំវាជាខ្មោចស្ត្រីមេម៉ាយដែលត្រូវបានចាប់ឃុំវិញ្ញាណនៅក្នុងក្រឡនោះអស់រយៈពេលជិត19ឆ្នាំហើយព្រោះតែដួងព្រលឹងនេះវាបានបង្កឲ្យមានវិញ្ញាណអាក្រក់បំផុសបំផុលសណ្ដំទៅដល់រៃដែលដោះលែងវាហេតុនេះហើយទើបធ្វើឲ្យវិញ្ញាណខ្មោចនោះសណ្ដំស្នេហ៍ដល់រៃបានរឿងវិញ្ញាណខ្មោចក្នុងក្រឡដែលខ្ញុំបានលើកយកមកអត្ថាធិប្បាយនៅពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ